ម៉ាកូគឺជាស្ត្រីវ័យក្មេងម្នាក់ដែលកំពុងតស៊ូយ៉ាងខ្លាំងក្នុងជីវិតនាងបានសម្រេចចិត្តថតរូបក្នុងឈុតសិក្សាដើម្បីរកប្រាក់មកចិញ្ចឹមកូនតូចរបស់នាងប៉ុន្តែរឿងដែលនាងមិននឹកស្មានដល់នោះគឺឪពុករបស់នាងបានដឹងពីសកម្មភាពនេះដោយសារតែគ្មានប្រាក់សូម្បីតែទិញបន្ទប់ឲ្យកូននាងត្រូវបង្ខំចិត្តធ្វើបែបនេះនាងបានសម្រេចចិត្តចុះឈ្មោះក្នុងគេហទំព័រសម្រាប់មនុស្សពេញវ័យដ៏ល្បីមួយវាជាកន្លែងដែលនាងសង្ឃឹមថានឹងអាចរកចំណូលបានពីការគាំទ្ររបស់អ្នកដទៃម៉ាកូបានបង្ហោះរូបភាពបំផៅដោះកូនហើយកំណត់តម្លៃសម្រាប់ការមើលនាងអង្គុយរងចាំដោយក្តីសង្ឃឹមនិងភាពអាម៉ាស់ដើម្បីឲ្យកូននាងមានអ្វីហូបនៅថ្ងៃបន្ទាប់នាងបានទៅកន្លែងលក់រោគការជាមួយម្ដាយរបស់នាងព្យាយាមរកឱកាសល្អដើម្បីប្រាប់ម្ដាយថាឪពុករបស់នាងបានមកអ៊ុសនៅជាមួយនាងហើយនៅពេលដឹងរឿងនេះម្ដាយរបស់នាងបានផ្ទុះកំហឹងយ៉ាងខ្លាំងនិងស្ដីបន្ទោសនាងឥតឈប់ឈរគាត់មិនយល់ពីមូលហេតុដែលម៉ាកូព្រមឲ្យឪពុកដែលមិនទទួលខុសត្រូវមករស់នៅជាមួយឡើយម៉ាកូក៏បានតបតវិញដោយការឈឺចាប់អំពីការដែលម្ដាយនាងនៅក្បែរជួយមើលកូនឲ្យនាងសូម្បីតែ2-3ម៉ោងចំនួននេះបានធ្វើឲ្យពួកគេទាំងពីរនាក់ចាក់ចេញពីទីនោះទាំងកំហឹងបន្ទាប់មកម្ដាយរបស់ម៉ាកូបានទៅប្រឈមមុខជាមួយជីងដែលជាឪពុកដែលមិនដែលបានមើលថែកូនស្រីរបស់ខ្លួនគាត់បានប្រើពាក្យសម្ដីធ្ងន់ធ្ងរដើម្បីវាយប្រហារលើអតីតកាលរបស់ជីងម៉ាកូបានឈរលួចស្ដាប់ការសន្ទនាដ៏តឹងតែងនេះពីខាងក្រៅនាងមិនយល់ថាហេតុអ្វីបានជាម្ដាយនាងពូកែតែខាងរិះគន់ប៉ុន្តែមិនដែលផ្ដល់ជំនួយពិតប្រាកដដល់នាងសោះជីងបង្ហាញទឹកមុខដ៏ក្រៀមក្រំនិងបុព្វដេសារីចំពោះកំហុសដែលគាត់បានធ្វើកាលពីមុនគាត់ចង់កែខ្លួននិងជួយម៉ាកូប៉ុន្តែសម្ពាធពីម្ដាយនាងធ្វើឲ្យអ្វីៗកាន់តែស្មុគស្មាញ